ចាបងប្អូនថ្ងៃនេះរៀបចំស្ងោរស៊ុបត្រីក្អែកស្ងោរស៊ុបត្រីក្អែកនេះមានគល់ស្លឹកគ្រៃស្លឹកក្រូចសើចចាហើយនឹងបង់កបន្តិចទៅចាហើយមកងាស់វាមកសទុះហើយស្រង់ចេញចាស្រង់កាកគល់ក្រៃស្លឹកក្រូចសើចអីហ្នឹងស្រង់ចេញមានគល់វ៉ាន់ស៊ុយទៀតចាហើយក៏បង់អំបិលចូលបន្តិចចាដាក់ត្រីចូលស្ងោរស៊ុបត្រីក្អែកចាដាក់ចូលហើយមកងាស់វាបាច់ខពេលយើងមកងាស់ចោលចឹងសិនទៅចាហើយបង់ត្រាវចូលចាត្រាវហើយនឹងផ្សិតច្បើងចាបន្លែមានត្រាវមានផ្សិតច្បើងចារួចរាល់ឆ្អិនហើយបងប្អូនស្លកាត់ថតកាត់ហ្នឹងណាចាឡើងឈ្ងុយត្រាវឈ្ងុយត្រាវឈ្ងុយសាច់ត្រីចាហើយទៅបង់ខ្ទឹមបំពងចូលហើយក៏បង់ជីមានជីបន្លាជីវ៉ាន់ស៊ុយស្លឹកខ្ទឹមជីនាងវងចាបង់ចូលហើយច្បាច់ក្រូចឆ្មាចូលចាភ្លក់ហើយរសជាតិឆ្ងាញ់ណាបងប្អូនចារសជាតិឡើងឈ្ងុយឆ្ងាញ់